Hello សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Camera School អូខេឥឡូវយើងបញ្ចប់ជាមួយនឹងមេសូតតែម្ដងនៅក្នុងមេរៀននេះលើកនេះអូខេឥឡូវខ្ញុំនឹងបង្ហាញអំពីការប្រើប្រាស់ array method array ប៉ុន្តែមានប្រមាណអូខេចាប់ដល់ម្ដង public static void ឬក៏អូខេឬក៏មួយថា string ជា array str តើបន្តមកទៀតខ្ញុំដាក់ return វា return វាជា new string អូខេហើយជាតម្លៃឥឡូវយើងដាក់ parameter ទី1 ដាក់ string str1 string str2 string str3 អូខេអញ្ចឹងខ្ញុំដាក់បទតម្លៃវាយ៉ាងម៉េចខ្ញុំដាក់ថាឥឡូវខ្ញុំដាក់នេះថា str1 str2 str3 អូខេឥឡូវខ្ញុំដាក់ array មួយដែលមាន3 index អូខេតោះទៀតខ្ញុំចាប់ដើមហៅមក5ម្ដងខ្ញុំដាក់ថា str ខ្ញុំដាក់ថា string ទី1ដាក់ថា hello string ទី2ខ្ញុំដាក់ hi string ទី3ខ្ញុំដាក់ bonjour អូខេបាទបន្តមកខ្ញុំនៅ back អត់ error ទេខ្ញុំដាក់ for each ខ្ញុំដាក់នេះសិនខ្ញុំទៅបង្កើត string មួយទៀត string array ss ស្មើសិនខ្ញុំដាក់ for each វា string s in ss console dot dry line ខ្ញុំដាក់ថា s អូខេអញ្ចឹងពេលខ្ញុំ debug អូខេអញ្ចឹង hello hi ហើយបងសួរនេះខ្ញុំអ្នកបញ្ចូលមិញហ្នឹងអូខេអញ្ចឹងជាធម្មតាខ្ញុំគាត់និយាយថាចំពោះ array ទាំង3នេះគឺយើងប្រើ method ដូចគ្នាចាំប្រើមិនបានដែរដូចយើងទេហើយខ្ញុំគាត់បញ្ជាក់ថាការប្រើ method ជាមួយ argument គឺជាការចាប់យកតម្លៃចាំបញ្ចូលមកថានៅពេលដែលយើងហៅវាយើងបញ្ចូលវាបើយើងមិនទាន់ត្រូវការហៅទេយើងមិនទាន់ហៅទេបើតាមប្រើទេតែបើយើងយកមកប្រើថាឥឡូវខ្ញុំចូលប្រើតែខ្ញុំត្រូវការបញ្ចូលតម្លៃខ្លួនឯងអូខេអញ្ចឹងខ្ញុំប្រើ argument មកអូខេតែប៉ុណ្្នឹងទេតែឥឡូវខ្ញុំប្រើ string ថាឥឡូវខ្ញុំ assign តម្លៃទៀតខ្ញុំដាក់ str1 ស្មើនឹង str1 ខ្លួនឯងបូកជាមួយនឹងដាក់ index 0អូខេ0ខ្ញុំ copy path ខ្ញុំដាក់ index str2 2 index 1 str3 3 index 2អូខេចេះពេលខ្ញុំ back អូខេខ្ញុំដាក់ hello បូកជាមួយ index 0 hi index 1 bonjour index 2អូខេអូខេអញ្ចឹងជាធម្មតាទេគឺយើងប្រើ parameter គឺដើម្បីបញ្ចូលហើយបើយើងចង់បូកថែមអីទៀតក៏បូកទៅអូខេអត់អូខេឥឡូវយើងចូលមកទៀតចូលជាមួយនឹង parameter string ម្ដង parameter ជា array ម្ដងអូខេនេះខ្ញុំប្រើ parameter ជា array ហើយខ្ញុំនឹងធ្វើការ console បង្ហាញ array ទាំងអស់អញ្ចឹងខ្ញុំដាក់ថា public static void ខ្ញុំដាក់ថា for all array ខ្ញុំបង្កើតថា string str អូច្រឡំខ្ញុំពិតជា array str ទៅខ្ញុំដាក់ថា for each ខ្ញុំដាក់ថា string s in str console dot line s បានបន្ទាប់នេះខ្ញុំនឹងបង្កើត array មួយខ្ញុំដាក់ថា string str1 ឬក៏ array ស្មើនឹង new ឬក៏ដាក់តម្លៃចូលម្ដងខ្ញុំដាក់ថាទី1 1ទី2តារាទី3ទីតាទី4លីណាទី5បុផាទី6ចិត្រា
Tetra. Ok, là bằng mà này. Bắt đầu tiếp. Ok, lấy chia rấy. Click. Tómទៀតឥឡូវខ្ញុំហាមេសូតនេះបើថាខ្ញុំហាមេសូតតែម្ដងបន្ទាប់មកវា run ដើរតែម្ដងអូខេមិនចាំបាច់ទេអញ្ចឹងដាក់ថា so array ខ្ញុំគ្រាន់តែដាក់ថា str array តែប៉ុណ្ណឹងហើយបាត់អូខេអញ្ចឹងពេលនេះ debug អូខេចាំបង្ហាញទាំងអស់អូខេអត់ធ្វើថាមិនអញ្ចឹងខ្ញុំបង្កើត array មួយហើយខ្ញុំ store array នៅពេលខ្ញុំ store array ក្នុង parameter នេះជា array ខ្ញុំចង់បញ្ចូលថានេះបញ្ចូលនេះចូលទៅបន្ទាប់នេះខ្ញុំចង់បង្ហាញអស់ហ្នឹងអញ្ចឹងខ្ញុំប្រើ method មួយសម្រាប់បង្ហាញវាអញ្ចឹងខ្ញុំបាច់ទៅប្រើ for each នៅខាងក្រៅទៀតទេមិនបាច់ទេពីព្រោះថា for each នេះគឺយើងប្រើដើម្បីធ្វើការបង្ហាញនៅក្នុង method ហើយអញ្ចឹងគាត់ទៅហៅ method ហ្នឹងដាក់ឈ្មោះ array មកគឺវាធ្វើការបង្ហាញតែម្ដងឃើញអូខេឥឡូវខ្ញុំបង្ហាញប៉ុណ្ណឹងទេឥឡូវយកទៅមេរៀនមួយទៀតតើតើជាមួយនឹង pass by value ហើយនឹង pass by reference អូខេឥឡូវខ្ញុំឧទាហរណ៍ឲ្យច្បាស់អំពីការ pass by value ហើយនឹង pass by reference ខ្ញុំដាក់ integer ចំនួន2 integer ទី1ជា I ស្មើនឹង100បន្ទាប់នេះខ្ញុំ console dot write line ស្មើនឹង I អូខេអញ្ចឹងដល់ពេលខ្ញុំ display បានទៅជា100បន្តមកទៀតខ្ញុំនឹងធ្វើការផ្លាស់ប្ដូរតម្លៃជាមួយនឹង method មួយដូចខ្ញុំរៀនជាមួយឲ្យអញ្ចឹងអូខេខ្ញុំដាក់ថា public void ឬក៏ static void change value ខ្ញុំដាក់ពាក្យ keyword ថា reference អូខេ reference ឬក៏ដាក់ថាដំបូងឲ្យ reference ដាក់ថា e integer e អូខេអញ្ចឹងខ្ញុំដាក់ e ហ្នឹងស្មើនឹង900អូខេបន្តមកទៀតខ្ញុំប្រើ method ហ្នឹងខ្ញុំដាក់ change value ត្រូវការ parameter អីគេ i អញ្ចឹងខ្ញុំដាក់ i មួយនេះអូខេនេះខ្ញុំដាក់ i ទេខ្ញុំដាក់ number កុំឲ្យដូចគ្នាគ្នាពិបាកមើលបាក់យល់អូខេដាក់ number ហើយខ្ញុំដាក់នេះ i អូខេឥឡូវខ្ញុំប្រើ change value មានន័យថាខ្ញុំនឹងបដូរ i ទៅជាតម្លៃស្មើនឹង900អញ្ចឹងដល់ពេលខ្ញុំ console dot write line ខ្ញុំដាក់ថាafter using method មិនថាយើងប្រើ method នេះហើយយើងទៅបង្ហាញហ្នឹងម្ដងខ្ញុំ copy អានេះដាក់តែម្ដងឥឡូវយកទៅពេល debug មិនវិញអូខេចាំមើលថា initialize ដំបូងតម្លៃដំបូងឲ្យ100បន្ទាប់មកយើងប្រើ method ហើយគឺនៅតែ100ដែរមិនក៏មិនបដូរដល់900អត់បដូរទេហេតុអ្វីឥឡូវចាំមើលខ្ញុំឧទាហរណ៍ខ្ញុំគូទៅយ៉ាងណាមើលមួយខ្ញុំបើកកម្មវិធីមួយសិនអូខេអញ្ចឹងគេកម្មវិធីចេញហ្នឹងនេះកម្មវិធីមួយសិនអញ្ចឹងខ្ញុំដាក់វាយចេះនៅពេលខ្ញុំ insert i 100អូខេ i ស្មើ100អញ្ចឹងវានឹងបង្ហាញថា i ស្មើនឹង100បន្តមកទៀតខ្ញុំបដូរ value សួរថាខ្ញុំបដូរវានឹង100ដែរពេលបដូរ value ទៅក្នុង number គឺ number ដែរអញ្ចឹង number វាគឺនឹង100ដែរឃើញចាំមើលថា number វា i អានេះស្ទើរណា100ដែរមិនថាម៉េចមិនន័យថានៅពេលដែលយើងបដូរតម្លៃអូខេខ្ញុំផ្លេចមកទៀតខ្ញុំដាក់ថា i នេះស្មើ100នៅពេលយើង i អញ្ចឹងគឺស្មើនឹង100 initialize វាបន្ទាប់មកយើងចូលក្នុង value នេះចូលក្នុង value នេះ i នេះគឺស្មើនឹង900អូខេ900ហើយទៅពេល i មួយនេះគឺស្មើនឹង100ដែរមិនន័យថាយ៉ាងម៉េចមិនន័យថាi នេះគឺ store នៅក្នុង memory location មួយជា location មួយហើយ i នេះគឺនៅ location នេះដែរទេហេតុអ្វីពីព្រោះថានៅតែ location ដដែលប៉ុន្តែនៅក្នុង change value នេះគឺជាការផ្លាស់ប្ដូរតម្លៃប៉ុន្តែវានៅក្នុង location មួយផ្សេងទៀតអូខេប៉ុន្តែថានៅក្នុង memory គឺមាន location ច្រើនមែនទែននៅពេលដែលយើងដាក់ថា i ស្មើ100វានឹង store ជា temporary ឬក៏ location ចូលទៅក្នុង location មួយហើយនៅពេលដែលយើងហៅគឺយើងនៅតែប្រើក្នុង location ដដែលយើងមិនផ្លាស់ប្ដូរទេប៉ុន្តែនេះមានថា change value នេះមិនយើងក៏ដាក់ជា parameter ទេប៉ុន្តែនៅពេលបដូរគឺបដូរនៅក្នុងនេះទេអូខេប៉ុន្តែវាបាន replace ទៅខាងលើទេអញ្ចឹងវាបដូរក្នុង location មួយទៀតវានៅ900ដែរអូខេអត់អានេះនៅ100ដែរអត់ផ្លាស់ប្ដូរទេមានន័យថាវាស្ថិតនៅក្នុងmemory ដូចគ្នាប៉ុន្តែនៅក្នុងលក្ខណៈខុសគ្នា
គឺតំបន់ខុសគ្នាអញ្ចឹងថាខ្ញុំចង់បដូរវាខ្ញុំចង់ថានៅពេលខ្ញុំជួយនេះខ្ញុំធ្វើការបដូរវាអូខេអញ្ចឹងបដូរតម្លៃវាទៅជា900អូខេបាទអញ្ចឹងយើងប្រើ keyword គេថា ris អូខេ ris ហើយយើងបាននេះក៏ ris ដែរអូខេ i នេះក៏ ris ដែរអូខេហើយយើងប្រើ ris keyword ដើម្បីអីអូខេអញ្ចឹងខ្ញុំសូមច្រឡំវិញខ្ញុំ clear បន្តិច clear នៅពេលយើងប្រើ ris គឺមានន័យថា i នេះ i មួយនេះគឺស្មើនឹង100អូខេខ្ញុំព្រមទៀត i នេះគឺស្មើនឹង100ប៉ុន្តែនៅពេលដែលយើងប្រើ method មួយនេះប្រើ method មួយនេះគឺជាប្រើ keyword ris ព្រោះធម្មតាគឺទៅផ្សេងគ្នាទេប៉ុន្តែយើងប្រើ keyword ris អញ្ចឹង i ស្មើ100ដែរវាចូលក្នុង location មួយស្មើនឹង100អូខេអត់តាមផ្លាស់ប្ដូរទេបន្ទាប់ពីប្រើ method ris នេះអញ្ចឹងវានឹងទាញ i នេះ i មួយនេះចូលក្នុង location មួយហើយនឹងធ្វើការបដូរតម្លៃទៅជា900អូខេអញ្ចឹង method នេះទាញចូលក្នុង method តែមួយទេអូខេមិនថាយ៉ាងម៉េចបើថានៅពេលដែលយើងមិនប្រើ reference យើងប្រើ ref ហ្នឹងមិនថាអានេះរត់ទៅដល់វាទៅដល់ពេលប្រើ change method វារត់ទៅផ្សេងមួយវា900វាផ្សេងទៅប៉ុន្តែនៅពេលយើងប្រើ keyword ref អញ្ចឹងវានឹងទាញយក i នេះហើយនឹងតម្លៃនៃ ei នេះចូលទៅជា location តែមួយគេទៅជា900ខ្ញុំសូមបញ្យល់ម្ដងទៀតមានថាឥឡូវនេះវាស្ថិតនៅក្នុង location មួយផ្សេងគ្នាជា location មួយផ្សេងគ្នាហើយនៅក្នុងនេះក៏ជា location មួយផ្សេងគ្នាដែរអានេះគឺស្មើនឹង100អានេះគឺស្មើនឹង900អូខេ900ប៉ុន្តែនៅពេលខ្ញុំប្រើពាក្យថា keyword ref នៅពេលនេះមានថានេះ method មួយនេះគឺប្រើដើម្បីធ្វើការចាប់យក number ពីខាងក្រៅហើយធ្វើការផ្លាស់ប្ដូរតម្លៃនៅ number មួយហ្នឹងអូខេទៅជា900អញ្ចឹងអូខេអញ្ចឹងបាននៅពេលប្រើ keyword ris នេះអញ្ចឹងវានឹងចាប់ដើមទាញ i មួយនេះវាចូលទៅក្នុង location តែមួយអូខេអានេះស្មើនឹង100អូខេ100ត្រូវ100ទៅប៉ុន្តែនៅពេលខ្ញុំប្រើ value មួយនេះវានឹងទាញអា100នេះចូលក្នុងនេះហើយនឹងវាកាប់ផ្លាស់ប្ដូរទៅជា900អូខេអូខេអញ្ចឹងនេះហើយគឺជាការប្រើប្រាស់ពាក្យថា pass by value ហើយនឹង pass by reference គុំច្រឡំអត់សោះនៅពេលទាំងអស់នេះថាដាក់ទៅទេចេះបានន័យថាគឺជាការ pass by ខ្ញុំដាក់ចេះមកទៅនេះគេថា pass by value បានន័យថាវាស្ថិតនៅក្នុង memory ផ្សេងគ្នាថាស្ថិតនៅក្នុង location នៅក្នុង memory ដូចគ្នាដែរប៉ុន្តែស្ថិតក្នុង location ផ្សេងគ្នាគ្នានិយាយចឹងនេះ location មួយនៅពេលយើងហៅវាក្នុង location មួយប៉ុន្តែនៅពេលយើងដាក់ reference អូខេខ្ញុំខាត់វាដាក់ខាងនេះនៅពេលខ្ញុំដាក់ថា ref integer number អូខេអញ្ចឹងខ្ញុំដាក់ថានេះគេហៅថា pass by reference បានន័យថាម៉េចបានន័យថានៅពេលដែលយើងចាប់ដើមជាមួយនឹង pass by value គឺ memory មកថា i គឺស្ថិតនៅក្នុង memory ផ្សេងគ្នានេះជា memory ដែលតម្លៃរបស់វាគឺមិនឲ្យញ៉ៃមួយណាទេហើយ integer ដែល pass មកនោះគឺក៏ចូលក្នុង memory របស់នេះផ្សេងគ្នាដែរឃើញអត់ន័យថា i នេះគឺនៅតម្លៃ100ហើយ i មួយនេះគឺ100ដែរអញ្ចឹងខុសគ្នាអត់ដូចគ្នាទេប៉ុន្តែនៅពេលខ្ញុំប្រើrefនេះមានន័យថាវានឹងចាប់យក i មួយនេះចូលក្នុង memory តែមួយទេអញ្ចឹងវានឹងឲ្យទៅដាក់អញ្ញាតចូលមកថាអញ្ញាតតម្លៃប្រហែលទេវានឹងកាសផ្លាស់ប្ដូរបែរថាវាចូលក្នុង memory តែមួយទេអូខេ i នេះ by difference គឺចាប់យកក្នុង memory តែមួយដែរមិនទេមិនធ្វើដើម្បីធ្វើការផ្លាស់ប្ដូរទៅនឹង variable ដែលនៅពីខាងលើថាវាមិនខ្វល់ថា variable ដំបូងផុតមានតម្លៃប្រហែលទេវាដឹងតែម្យ៉ាងគត់ដឹងថា reference មានថាវានឹងចាប់យក variable ដែលមាននៅក្នុងនេះទៅជាតម្លៃ900អញ្ចឹងអាតម្លៃ100នេះគឺបាត់ចោលហើយមានហើយអញ្ចឹងវានឹងបដូរតម្លៃពី100ទៅជា900វិញអូខេអត់អញ្ចឹងពេលខ្ញុំ clear វាចឹង debug អូខេ number integer អូខេខ្ញុំបិទវាចោលហ្មងទៅមកញ៉ៃ number click all អូខេអញ្ចឹងពេល debug អូខេអញ្ចឹងនៅពេល initialize ដំបូងផុតគឺ100នៅពេលខ្ញុំដាក់ថា reference អញ្ចឹងវាបដូរ100ទៅជា900អូខេអត់បានន័យថាវាទាញ i ចូលក្នុង location តែមួយនៅក្នុង memory អញ្ចឹងវាធ្វើការផ្លាស់ប្ដូរចុះច្រឡំតាមចិត្តយើងឧទាហរណ៍ខ្ញុំដាក់ change មួយទៀតខ្ញុំ change value ដែរ
ខ្ញុំដាក់ reference I ខ្ញុំដាក់ change value 1ហើយខ្ញុំ copy នេះ path ខ្ញុំដាក់ value 1ហើយខ្ញុំដាក់នេះ500 អូខេ500អញ្ចឹងខ្ញុំ console ដែរជិះពី debug អូខេអញ្ចឹងនៅពេលខ្ញុំ insert ដំបូងគឺ100ហើយពេលប្រើ value មួយហើយ reference វានឹងការបដូរនេះទៅជា900តើវិញប្រើ method មួយទៀតគឺ reference keyword ដែរប៉ុន្តែវានឹងបដូរ900ទៅជា500ទៀតអូខេអត់ហើយអ្វីពីព្រោះថាវាស្ថិតនៅក្នុង memory តែមួយអូខេmemory តែមួយទេអញ្ចឹងពេល ready ចូលមកអូខេវា100ប៉ុន្តែពេលខ្ញុំប្រើ keyword reference 9 method អញ្ចឹង method នឹងបដូរអា100នេះទៅជា900អូខេបន្តខ្ញុំប្រើ method មួយទៀតអញ្ចឹង method នេះផ្លាស់ប្ដូរនេះទៅជា500អូខេអញ្ចឹងវាលុបអានេះចោលទៅជា500ទាំងអស់អូខេអត់អូខេអញ្ចឹងនេះហើយជាការប្រើប្រាស់ value លក្ខណៈ reference ហើយនឹង value pass by reference ហើយនឹង pass by value អូខេខ្ញុំសេនេះថា pass by value មានន័យថាគឺជាការដាក់ ប្រកាសធម្មតាទាំងអស់ប៉ុន្តែដល់ពេលយើងមកថា pass by reference មានន័យថាគឺជាការប្រើជាមួយ keyword ref អូខេអូខេឥឡូវខ្ញុំមកទាល់ថាឆ្ងល់ថាជា reference នឹង out ខុសនេះយ៉ាងម៉េចព្រោះថាខ្ញុំប្រើ out ក៏ចឹងដែរពេលខ្ញុំប្រើ out ក៏វាពេលខ្ញុំប្រើ out អូខេប្រើ out ចេះ out អូខេខ្ញុំបិទចោលអស់មកទៅ out នេះ out ដែរអូខេអត់ឥឡូវជាមួយ debug ដូចគ្នាអត់អូខេ100ទៅពេលហើយទៅ900អូខេគឺដូចគ្នាខុសទេគឺដូចគ្នាទេ100 after using method continue play console វាអូខេហ្នឹងទៀតអូខេអញ្ចឹង100 900អូខេអញ្ចឹងយើងមើលទៅថាអាវហើយនឹង reference គឺវាដូចតែគ្នាមើលទៅប៉ុន្តែការពិតខុសគ្នាត្រង់ណាត្រង់ថានៅពេលយើងប្រើ keyword អាវមិនន័យថាអានេះចាំតែចេញទេដាក់វាមកវានឹងបញ្ចេញប៉ុណ្ណឹងអូខេអត់ប៉ុន្តែនៅពេលយើងប្រើ reference មានន័យថាវានឹងចាប់យកអាចចូលឡងហើយក៏ចាប់វាបញ្ចេញប៉ុន្តែនៅពេលដែលខ្ញុំប្រើអាវមានន័យថាវាចាំតែបញ្ចេញទេវាអត់បញ្ចូលទេអញ្ចឹងខ្ញុំថាអាចខុសក្នុងថានិយាយទេបង្ហាញចានៅពេលប្រើពាក្យថាអាវគឺមានន័យថាគឺស្មើនឹង in ហើយ and out មានន័យថាវាចូលអូខេនោះមិនបែរថាវាបានតែចេញទេ out only វាសម្រាប់រត់ចេញប៉ុន្តែពេលថា reference ស្មើនឹង in ហើយបានអាវអូខេអត់យើងខុសតែប៉ុណ្្នឹងទេដល់ពេលគេសំណួរគេសួរថាតើអាវនឹង in ខុសនេះមិនអាវនឹង risk ខុសនេះមិនអញ្ចឹងទៅប្រាប់គេថាអាវគឺប្រើនៅពេលចេញអូខេគឺប្រើសម្រាប់តែចេញទេបោះវាមកវាបញ្ចេញអញ្ចឹងបានបញ្ចេញទេប៉ុន្តែនៅពេលយើងប្រើ reference មានន័យថាវានឹងចាប់យកអានេះបោះចូលអានេះហើយនឹងបញ្ចេញវិញអូខេអូខេតែមើលទៅវាដូចគ្នាអញ្ចឹងតែផលវាតែដល់ពេលយើងប្រើលក្ខណៈស៊ីជម្រៅវាមានន័យថាអាវគឺបានតែចេញទេប៉ុន្តែដល់ពេល riff បានទៅ in ហើយនឹងអាវគឺចូលហើយមិនចេញដល់ពេលនេះគឺសម្រាប់តែចេញទេអូខេអញ្ចឹងនៅក្នុងមេរៀននេះគឺតែប៉ុណ្្នឹងទេមេរៀនរបស់នេះសូមចែកប៉ុណ្្នឹងចំពោះការប្រើប្រាស់ method by function by variable លក្ខណៈ array ឬក៏ parameter លក្ខណៈ out in reference value ហ្នឹងអូខេអញ្ចឹងជួបគ្នានៅក្នុងមេរៀនក្រោយប្រហែលជាតទៅជាមួយខ្លះម្ដងសូមអរគុណបាយបាយ